ផ្ដើមចេញពីបុគ្គលិកនៅហាងភីសាមួយកន្លែងឥឡូវនេះគឺថាបងប្រុសចាប់ផ្ដើមមកបើកលក់ជាលក្ខណៈផ្ទាល់ខ្លួនឯណាគឺគាត់លក់បែប street food ប៉ុន្តែសម្រាប់រសជាតិវិញគឺថាអត់ចាញ់នៅពេលដែលយើងទៅញ៉ាំនៅហាងថ្លៃទេគឺថារសជាតិរបស់គាត់ឆ្ងាញ់សម្រាប់តម្លៃវិញគឺមានចាប់ពី$3ជាង$4 $5ហើយគាត់ប្រើជាប្រភេទសបកភីសាស្ដើងចេះនិយាយទៅគឺថាក្តៅឆ្ងាញ់មែនតើឡើងខ្ទិះហ្មងសម្រាប់ទីតាំងដែល Two Sister ទៅនេះគឺស្ថិតនៅលើផ្លូវព្រះអង្គយូកន្ធរដែលមានឈ្មោះថា Pepperoni Pizza នៅទល់មុខជាមួយនឹងវត្តសារវ័នតែម្ដងហើយពេលដែលចូលមកនេះគឺថាឃើញភ្ញៀវរបស់គាត់ច្រើនគួរសមដែរគឺគាត់បើកលក់ជាលក្ខណៈ street food ដល់ពុកម៉ែបងប្អូនប៉ុន្តែភ្ញៀវទៅច្រើនជាពិសេសគឺសម្បូរទៅដោយភ្ញៀវបរទេសតែម្ដងហើយសម្រាប់បងប្រុសវិញគឺមានធ្វើដៃមែនតើនិយាយទៅគឺថាគាត់ធ្វើម្សៅនឹងលឿនហើយលះហាមែនតើតែតោងជាមួយនឹងម្សៅ Pizza នេះគឺគាត់ធ្វើថ្មីភ្លាមអត់មានធ្វើទុកទេពុកម៉ែបងប្អូនគឺថាធ្វើសម្រាប់តែមួយថ្ងៃលក់មួយថ្ងៃទេព្រោះដោយសារតែម្សៅនេះបើសិនជាគាត់វាយទុកគឺអាចធ្វើឲ្យសាច់ម្សៅជូរហើយញ៉ាំទៅអត់សូវឆ្ងាញ់អញ្ចឹងណាអញ្ចឹងគឺគាត់ធ្វើត្រឹមតែមួយថ្ងៃលក់មួយថ្ងៃទេហើយសម្រាប់តម្លៃភីសាវិញគឺមានចាប់ពី$3ជាងឡើងទៅពុកម៉ែបងប្អូននិយាយទៅគឺតម្លៃប្រព័ន្ធនេះសមរម្យហើយរសជាតិរបស់គាត់ឆ្ងាញ់ដូចពេលដែលយើងទៅញ៉ាំនៅភីសាដែលមានតម្លៃថ្លៃអញ្ចឹងហើយសម្រាប់ការដុតវិញគឺគាត់មានជាលក្ខណៈឡដុតជាមួយនឹងធ្យូងអស់អញ្ចឹងពុកម៉ែបងប្អូនអញ្ចឹងនៅពេលដែលដាក់ដុតអញ្ចឹងមកគឺថាក្លិនរបស់គេឈ្ងុយមែនតើអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចូលចិត្តញ៉ាំភីសាស្ដើងអីគឺ Twister recommend តែម្ដងព្រោះដោយសារតែសបកភីសានេះគឺស្ដើងមែនតើអញ្ចឹងនៅពេលដែលយើងញ៉ាំច្រើនទៅអត់សូវតលាន់ទេហើយខាងនេះវិញគឺជាប្រភេទភីសាដែលគេខ្ចប់អញ្ចឹងពុកម៉ែបងប្អូន Twister អត់ចាំឈ្មោះរបស់គេទេប៉ុន្តែដឹងថាមួយមុខហ្នឹងគឺខ្ទិះមែនតើព្រោះដោយសារតែ Twister កំងឲ្យបងប្រុសជួយដាក់ឈីឲ្យច្រើនណអញ្ចឹងតែតង់ជាមួយនឹងឈីហ្នឹងបើសិនជាពុកម៉ែបងប្អូនចូលចិត្តញ៉ាំឈីច្រើនអីគឺអាចកំងថែមខាងក្រៅបានសម្រាប់តម្លៃថែមឈីខាងក្រៅហ្នឹងគឺ$1និយាយទៅនៅពេលដែលយើងញ៉ាំភីសាអញ្ចេះតតែថាដាក់ឈីរៀងច្រើនរៀងខាប់អញ្ចេះមកបានឆ្ងាញ់ហើយការញ៉ាំភីសាតឲ្យយើងញ៉ាំក្តៅអញ្ចេះពុកម៉ែបងប្អូនបើសិនជាទុករៀងត្រជាក់ទៅឆ្ងាញ់ដូចគ្នាតែគ្រាន់តែដឹងអីរបស់ដែលត្រជាក់ទៅគឺរៀងបាត់បង់រសជាតិអញ្ចឹងណាហើយអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលបានឃើញវីដេអូរបស់ Twister ហើយចង់ទៅញ៉ាំគឺអាចទៅបានគឺគាត់មានបើកលក់ចាប់ពីម៉ោង5ល្ងាចរហូតដល់ម៉ោង11យប់ហើយសម្រាប់ទីតាំងលម្អិត Twister នឹងដាក់នៅលើ caption ក៏ដូចជាក្នុង comment ហើយឥឡូវនេះគឺថាភីសារបស់ Twister បានមកដល់លើតុអស់ហើយដែល Twister ថ្ងៃនេះគឺទៅជាមួយនឹងតែក្រូចឆ្មា Freshy ណានៅពេលដែលយើងញ៉ាំភីសាបែបនេះបើសិនជាបានតែក្រូចឆ្មាជូរមកគឺថាឆ្ងាញ់មែនតើចាក់ដាក់តកត្រជាក់ហើយចូលមកដល់ភីសានេះវិញគឺគេមានឈ្មោះថា Hawaii ហើយខាងនេះវិញគឺ Pepperoni ដែលជា best seller ប្រចាំហាងតែម្ដងហើយពុកម៉ែបងប្អូនអាចចាក់ទឹកជ្រលក់ស្រូបពីលើដូច Twister បែបនេះក៏បានឬមួយក៏ចាក់ដាក់ខាងក្រៅចានក៏បានដែរប៉ុន្តែអ្វីដែលឆ្ងាញ់ហ្នឹងគឺថាថែមឈីច្រើននឹងតែម្ដងឥឡូវនេះគឺថា Twister ចាប់ផ្ដើមញ៉ាំឲ្យពុកម៉ែបងប្អូនដូច Twister បញ្ជាក់អញ្ចឹងបើសិនជាចូលចិត្តរសជាតិភីសាបែបសបកស្ដើងអីគឺអាចទៅទីតាំងមកកន្លែងនេះបានព្រោះដោយសារសបកនេះគឺថាពេលដែលយើងញ៉ាំទៅគឺអត់តលាន់ទេជាពិសេសអាពេលក្តៅហ្នឹងឡើងស្រួយណាហើយបើសិនជាចង់បន្ថែមរសជាតិឲ្យកាន់តែឆ្ងាញ់គឺអាចញ៉ាំជាមួយនឹងតែក្រូចឆ្មាទឹកឃ្មុំ Freshy បានគឺថារសជាតិរបស់គេជូរអែមហើយគេវិចខ្ចប់ដាក់កំប៉ុងអញ្ចឹងគឺងាយស្រួលដាក់តាមខ្លួនមែនតើលក្ខណៈថាយើងទៅដល់ទីណាឆ្ងាយអីហ្នឹងគឺមានតាមខ្លួនមកកំប៉ុងពីកំប៉ុងមកហ្នឹងចង់ញ៉ាំតែក្រូចឆ្មាពេលណាក៏បានដែរអញ្ចឹងសម្រាប់វីដេអូរបស់ Twister ថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបាយ